វិការក្នុងមួយទូកហ្នឹង5 លានរៀលចាដែលសរុបថវិកាដល់ទៅ77លាន57ម៉ឺនចាបាទចំណែកឯគូជាបន្តគឺមកបាទគឺធិបតីសែនជ័យបារមីជំទាវខ្មៅបាទមកពីខេត្តបរសេអនុបាទទូបាការឧបត្ថម្ភពីអាយដាមម៉ាងស៊ីណេតនិងលោកជំទាវបាទគឹមសុភ័ក្រម៉ាងស៊ីណេតបាទឥឡូវបដូរខ្សែទឹកលទ្ធផលអត់បដូរទេនៅតែដែរនៅតែល្អជាមួយនឹងសម្ព័ន្ធភាពនិងល្បឿនរបស់ខ្លួនរក្សាបានល្អណាស់នាំមុខទៅលើសែនសេរីមានជ័យបាទមកពីកំពង់ធំរបស់អាយដាមបាទដិតទីណាបាទល្បឿនល្អណាស់អាយដែលពាក់កដាលទូកបងអើយទៅទៀតហើយអ្នកបែកនិរដីចាពីកៅសុភ័ក្រម៉ាងស៊ីណេតចាឧបត្ថម្ភទូកនេះគឺធិបតីសែនជ័យបារមីជំទាវម៉ៅមកផ្ដាច់ចាសូមបន្តទូគូទី79សែនសំណោះបដូរទៅនៅខ្សែទឹកខាងក្រៅវិញម្ដងហើយរបស់លោកអង្គញាអឹងសៀចារីឯព្រះភិរុនដែលជាសែនជ័យបារមីសេរីមង្គលឈុងខ្លារបស់គ្រូចៅអធិវត្តឈុងខ្លាផ្ទាល់តែម្ដងបដូរទៅនៅខ្សែទឹកខាងក្នុងវិញម្ដងហាក់ដូចជាប្រែប្រួលទៅលទ្ធផលចាប្រែប្រួលលទ្ធផលដោយសារខ្សែទឹកខាងក្រៅមានព្រាមបាទសែនសំណោះចារបស់លោកអង្គញាអឹងសៀគ្រប់អរគុណលោកអង្គញាអឹងសៀដែលបានចូលរួមឧបត្ថម្ភបាទឥឡូវយើងឃើញហើយសែនសំណោះទទួលបានជ័យទី80កំពូលដៃជោសែនជ័យបដូរទៅនៅខ្សែទឹកខាងក្រៅវិញម្ដងហើយរីឯស្រីម៉ៅក្រាំងយើបដូរមកនៅខ្សែទឹកខាងក្នុងកំពុងនៅតែប្រកិគ្នាទូកនេះបើចាញ់ឈ្នះក៏មិនដាច់ឆ្ងាយដែរបាទមិនដាច់ឆ្ងាយទេហើយរីឯការឧបត្ថម្ភវិញកំពូលដៃជោសែនជ័យរីឯការឧបត្ថម្ភវិញគឺទូកទាំងពីរនេះឧបត្ថម្ភដល់ថ្លៃថ្លាពីសម្ដេចដៃជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនបាទទាំងពីរតែម្ដងគ្រប់អរគុណសម្ដេចទាំងទ្វេដីនេះទោះបីឲ្យចាញ់ឈ្នះទៅទូបាត់គាត់ទៅពួកអីទេគ្រប់អរគុណចានឹងកំគុណបំផុតសម្ដេចទាំងទ្វេចាបាទកំពូលជូសែនជ័យបន្តទទួលបានជ័យជំនះទាំងពីរជើងតែម្ដងសម្ដេចដៃជូនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនបាទគូជាបន្តគូទី81ខ្សែទឹកខាងក្នុងដែលជះតំណងម៉ាលីសែនជ័យបារមីសេរីពូលព្រឹកចាខ្សែទឹកខាងក្រៅហើយចូលទៅក្រៅហើយខាងទី1គឺខាងក្នុងឥឡូវខាងក្រៅវិញម្ដងក្រៅនាំមុខហើយទៅលើជប់ច័ន្ទសែនជ័យនៅខាងក្នុងវិញម្ដងជើងទី1ឈ្នះឥឡូវប្រែប្រួលហើយបច្ចេកទេសបាទអ្នកអង្គញាមកកំហុងចាជប់ច័ន្ទសែនជ័យរីឯដៃជះតំណងម៉ាលីសែនជ័យសេរីពូព្រឹកព្រះគ្រូចៅអធិការវត្តចាថងនរិទ្ធនិងលោកជំទាវហឹមម៉ាលីចាឥឡូវនេះបាទគឺសូមចាប់យកគូជាបន្តបាទគូជាបន្តគូទី82រុននិងលោកជំទាវមកពីកងតនឹងកងមាសបាទបដូរខ្សែទឹកខាងនោះហាក់ដូចចាញ់តិចតួចទៅរើស្រីសសវណ្ណពេជ្រមនីដែលមកពីព្រៃវែងបាទដំសនីតូឡាវឈីវបាទឥឡូវយើងឃើញហើយបាទឥឡូវប្រជែងលបឿននេះដកហើយបាទដៃចូលសែនជ័យបារមីវត្តចាស់ដកហើយអាចតន់ឬមិនតន់បាទចាំមើលនេះមិនតន់គោជ័យមិនតន់លើណាគូមុនសិនបាទគូមុនបាទសវណ្ណចម្បាហោះខ្សែទឹកខាងក្នុងឥឡូវនាំមុខហើយឆ្លងប្រព័ន្ធទី2ក៏នៅតែមន់មុខពាក់កណ្ដាលទូកហើយនាំទៅដែរបាទពាក់កណ្ដាលទូកអាចនឹងដាច់អត់បើសិនជាបើនៅតែលំនេះអាចដាច់តាមមិនទាន់ទេតាមមិនទាន់ទេបាទពិបាកដែរប៉ុន្តែបើឲ្យដាច់អត់ដាច់នៅគៀកកងគៀកកោយកងគ្នាបែបនេះចាបែបនេះចាសម្រាប់ព្រឹទ្ធាចារ្យមហាតេជោសែនជ័យនិងព្រះទីនាងបកគោសែនជ័យមហាបវរធិបតីចេស្តាទូកទាំងពីរនេះគឺទទួលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនឃើញថាចាប់ដៃគ្នាមកតសងតែម្ដងអូយអមិញមិញយើងឃើញតែខ្សែទឹកខាងក្នុងហាក់ដូចជាមានព្រៀបឥឡូវក្រៅដកថែមនេះព្រឹទ្ធាចារ្យមហាតេជោសែនជ័យឥឡូវដកវិញដកប៉ុន្តែដកនេះបានតែត្រឹមតែស្មើឯណាបាទឥឡូវក្បាលតែមុខហើយបាទព្រះទីនាងបកគោសែនជ័យមហាបវរធិបតីព្រះទីនាងឡើងវិញព្រះទីនាងបកគោសែនជ័យមហាបវរធិបតីឡើងវិញដកវិញហើយមកខ្ទង់2ខ្ទង់នេះឡើងហើយឈ្នះទាំងពីរជើងបាទឈ្នះទាំងពីរជើងហើយបាទទូគូនេះរបស់សម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតទាំងទ្វេតែម្ដងនឹងពលាជ័យនឹងគឺសិនល្អមួយហើយបើសិនល្បឿនប៉ុណ្ណឹងណាដកគ្នាម្ដងមួយងូកក្បាលងូកទៅងូកមកទៅងូកមកកាយខ្សែទឹកខាងក្រៅហាក់ដូចជាមានព្រាមទីងូកទៅងូកមកតែមួយងូកអ្នកណាងូកមុនស្គរជ័យបលើមុននឹងឈ្នះហើយបាទឥឡូវទៅពាំងវែងសែនជ័យយ៉ាងម៉េចខ្សែទឹកខាងក្នុងចំណែកស្ទឹងសែនជ័យបារមីព្រះអង្គធំណាស់មកគ្នាល្អណាស់នេះឥឡូវដកនេះបាទយ៉ាងម៉េចទៅហើយបាទគូជាបន្ត
ចាគូជាបន្តព្រះអណ្ដូងសែនជ័យចាជាមួយនឹងចៅពេជ្រកុមារមកបុកផាជួយថ្មចាគូលេខ149ត្រូវហើយមកខ្សែទឹកខាងក្នុងការប្រជើងទី1ទទួលបានជ័យជំនះបាទឥឡូវជើងទី2ក៏ល្អដែរបាទលឿនលឿនណាស់ណាមកដល់មុខនឹងពលាជ័យល្បីល្បាញណាចៅពេជ្រកុមារមកផាជួយថ្មនេះឧបត្ថម្ភដោយលោកជំទាវលៀងវុយឆេងហ៊ុនណេងនិងឯកឧត្តមចាសន្តិបណ្ឌិតនេតសវឿននិងលោកជំទាវអ្នកអង្គការអានម៉ាល់ឌីហើយឈ្នះទៅលើព្រះអណ្ដូងបាទគឺដែលទទួលបានការឧទ្ធម្ភពីសម្ដេចតេជោនិងសម្ដេចកតេប្រធានបណ្ឌិតបាទឥឡូវយើងបន្តគូជាបន្តបាទ87បាទគូទី87ក៏មកលឿនលយដែរបាទមកបាទឥឡូវខ្ញុំត87យ៉ាងបង88ដោះបាទឥឡូវនេះយើងឃើញខ្សែទឹកខាងក្នុងអត្តរិទ្ធកងចាក់កងតានឹងសែនជ័យរបស់អង្គញាអឹងសៀនិងអេដាមសលេអេហួតជាងអនបាទឥឡូវយើងឃើញខ្សែទឹកខាងក្រៅល្អណាស់ការប្រជើងទី1ទទួលបានជ័យជំនះជើងទី2ក៏នៅតែនាំមុខល្អដែរទៅលើសព្រួញពេជ្ររបស់សម្ដេចកលាហោមសខេងបាទឥឡូវលោកបឿនបាទកាន់តែលឿនទៅឈ្មោះរកឈ្នះហើយខ្សែទឹកខាងក្រៅខ្សែទឹកខាងក្រៅបាទខ្សែទឹកខាងក្រៅឈ្នះហើយ252សម្រាប់ទូបានជ័យជំនះ91កាទូទី91បាទមហាកំពូលធិបតីតេជោសែនជ័យឥឡូវកំពុងតែដកទៅលើជំទាវក្លាហានសម័យតេជោណែមកឈ្នះបាទចុកឈ្នះតែទីវិនសែនជ័យរស្មីចន្ទ្រាជាមួយមហាជាតិបុត្រយ៉ាងម៉េចបាទឥឡូវយើងឃើញថាអូយទាវិញឈ្នះទៀតហើយចាចន្ទ្រារបស់ឯកឧត្តមនាវីទាវិញទទួលបានជ័យជំនះទៀតហើយចាបាទឥឡូវគូទី89ចាបាទគូទី89ក៏បានបាទបន្ថែមលោកវឿនមកហើយខ្សែទឹកខាងក្នុងជ្រៃសែនឆាយវាសនាមានជ័យបារមីបឹងក្រុមរបស់បាទអ្នកអញ្ញាអ៊ូឆៃនិងលោកជំទាវបាទសុកវាសនាអញ្ញាឡុកដារិតនិងលោកជំទាវសុកដាស្មីឥឡូវលោកវឿនប្រហាក់ប្រហែលវងឡើងដកឲ្យខ្សែទឹកខាងក្នុងខ្សែទឹកក្រៅសម្រាប់ឲ្យកំពូលអធិរាជក្រៃភពមហានមានសែនជ័យមិនអូហូយទុកតឲ្យគណៈ